តុលាការគុំខ្លួនអង្គការលីគួងដាក់ពន្ធនាគាររកស៊ីនឹងការ scam online ជាច្រើនកន្លែងនៅថ្ងៃទី15ខែមករាឆ្នាំ2026ចៅក្រមបានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនលោកលីគួងអាយុ50ឆ្នាំនៅពន្ធនាគាររាជធានីភ្នំពេញជននេះត្រូវបានតំណាងអัยការចោទប្រកាន់អំពីបទល្មើសរួមមានការជ្រើសរើសដោយមិនស្របច្បាប់សម្រាប់កេងប្រវ័ញ្ចបទឆោបបោកមានស្ថានភាពរំទោសជាក្រុមមានការចាត់តាំងនិងបទសម្អាតប្រាក់ដែលបានប្រព្រឹត្តនៅក្នុងប្រទេសកម្ពុជានិងទីកន្លែងផ្សេងទៀតចាប់តាំងពីឆ្នាំ2019រហូតមកដល់បច្ចុប្បន្នបទល្មើសមានបញ្ញត្តិឲ្យផ្ដន្ទាទោសតាមមាត្រា377និងមាត្រា380នៃក្រមព្រហ្មទណ្ឌនិងមាត្រា38នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មតាមព័ត៌មានលោកលីគួងដែលមានងារជាអង្គការផងដែរបានរកស៊ីនឹងកាំងបទល្មើស scam online នេះយ៉ាងខ្លាំងនឹងជាច្រើនកន្លែងដែលអ្នកល្មមមិនសូវស្គាល់នឹងលើឈ្មោះនោះទេសូម្បីតែតំបន់ព្រៃចាកដែលក្រមបរទេសរត់ប្រសិទ្ធប្រសាទកាលពីយប់មិញក៏មានម្នាក់នេះនៅពីក្រោយផងដែរ